វាមានអ្វីកើតឡើងបើសិនសហរដ្ឋអាមេរិកត្រៀមវាយប្រហារអ៊ីរ៉ង់ប៉ុន្តែសម្ព័ន្ធមិត្តប្រពៃណីនៃមជ្ឈិមបូព៌ារបស់ខ្លួននិយាយថាទេប្រសិនបើប្រទេសសំខាន់ៗដូចជាកាតានិងអារ៉ាប៊ីសាអូឌីតមិនអនុញ្ញាតឲ្យប្រើទឹកដីរបស់ពួកគេសម្រាប់ប្រតិបត្តិការយោធាដោយសារការរឹតបន្តឹងផ្នែកនយោបាយនោះអាមេរិកត្រូវតែដំណើរការផែនការទី2របស់ខ្លួនវាមានន័យថាអាមេរិកនឹងមិនប្រើតំបន់ជិតខាងដើម្បីចាប់ផ្ដើមការវាយប្រហារទេប៉ុន្តែបដូរទិសទៅប្រើមូលដ្ឋាននៅអឺរ៉ុបវិញទោះបីយ៉ាងណាក៏ដោយចម្ងាយគឺជាឧបសគ្គដ៏ធំបំផុតក្នុងសង្គ្រាមអាកាសដែលធ្វើឲ្យត្រូវកែប្រែយុទ្ធវិធីទាំងស្រុងហើយតើអាមេរិកមានមូលដ្ឋានប៉ុន្មានកន្លែងនៅមជ្ឈិមបូព៌ាវត្តមានរបស់អាមេរិកមានទំហំធំខ្លាំងដោយមានមូលដ្ឋានយោធាប្រហែល30ទៅ40កន្លែងនៅទូទាំងតំបន់មជ្ឈិមបូព៌ាហើយមានកងទ័ពប្រហែល30000ទៅ40000នាក់កំពុងស្នាក់នៅទីនោះរួមមានមូលដ្ឋានធំៗដូចជាមូលដ្ឋានអាកាស Al Udeid នៅប្រទេសកាតាសកម្មភាពគាំទ្រកងទ័ពជើងទឹកនៅបារ៉ាននិងមូលដ្ឋាន Al Dhafra នៅអេមីរ៉ាតអារ៉ាប់រួមបើអាមេរិកបាត់បង់ការចូលប្រោបណ្ដាញមូលដ្ឋានធំៗទាំងនេះសម្រាប់វាយប្រហារលើអ៊ីរ៉ង់វានឹងក្លាយជាបញ្ហាដឹកជញ្ជូននិងផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរនេះហើយជាមូលហេតុដែលផែនការជំនួសនៅអឺរ៉ុបមានសារៈសំខាន់បើអាមេរិកមិនអាចប្រើមូលដ្ឋាននៅមជ្ឈិមបូព៌ាតើយុទ្ធសាស្ត្រថ្មីរបស់ពួកគេជាអ្វីចំណុចសំខាន់នៃផែនការថ្មីគឺការផ្លាស់ប្ដូរផ្នែកដឹកជញ្ជូនដ៏ធំមួយដោយពឹងផ្អែកខ្លាំងលើការប្រើយន្តហោះចាក់ប្រេងលើអាកាសជាច្រើនអាមេរិកនឹងបញ្ជូនយន្តហោះ KC-135 Strato Tanker ជាច្រើនប្រហែល10គ្រឿងពីទឹកដីអាមេរិកនិងចក្រភពអង់គ្លេសទៅមូលដ្ឋាននៅប្រទេសក្រិកដូចជាសាអូដាបេនិងនៅប៊ុលហ្គារីហេតុអ្វីបានជា KC-135 សំខាន់ខ្លាំងបែបនេះព្រោះបើគ្មានវាប្រតិបត្តិការនេះមិនអាចកើតឡើងបានឡើយការវាយប្រហារអ៊ីរ៉ង់ពីមូលដ្ឋាននៅអឺរ៉ុបដូចជានៅស៊ីបក្រិកឬប៊ុលហ្គារីមានន័យថាយន្តហោះត្រូវហោះឆ្លងចម្ងាយឆ្ងាយខ្លាំងយន្តហោះប្រយុទ្ធដូចជា F-35 ឬ F-16 មិនមានប្រេងគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅវិញទៅមកចម្ងាយរាប់ពាន់គីឡូម៉ែត្រទេ KC-135 ដើរតួដូចជាស្ពានហោះហើរចាក់ប្រេងឲ្យយន្តហោះវាយប្រហារនៅកណ្ដាលអាកាសអនុញ្ញាតឲ្យពួកវាចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់បញ្ចេញគ្រាប់បែកហើយត្រឡប់មកអឺរ៉ុបវិញដោយសុវត្ថិភាពបើគ្មានយន្តហោះចាក់ប្រេងទាំងនេះទេយន្តហោះវាយប្រហារនឹងមិនអាចហោះហើរបានទេហើយតើកងទ័ពជើងទឹកអាមេរិកមានតួនាទីយ៉ាងដូចម្តេចក្នុងការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏ធំនេះដើម្បីបំពេញការខ្វះខាតពីការបាត់បង់មូលដ្ឋានលើដីនៅមជ្ឈិមបូព៌ាកងទ័ពជើងទឹកអាមេរិកនឹងនាំកងកម្លាំងជើងទឹករបស់ខ្លួនចូលរួមឧទាហរណ៍ក្រុមនាវាផ្ទុកយន្តហោះ Gerald R. Ford ដែលបច្ចុប្បន្នស្ថិតនៅជិតជីប្រៅថាហើយផ្លាកទីយ៉ាងលឿនទៅទិសខាងកើតដោយទៅដល់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេក្នុងពេលឆាប់ៗនេះវានឹងបង្កើតសម្ពាធយុទ្ធសាស្ត្រពីរទិសដៅនាវាផ្ទុកយន្តហោះចំនួនថ្មីទាំងនេះអាចបង្ហោះយន្តហោះបានយ៉ាងហោចណាស់4គ្រឿងក្នុង1នាទីហើយប្រើប្រព័ន្ធបង្ហោះយន្តហោះដោយ Electromagnetic ប្រព័ន្ធនេះប្រើ Magnetic ជាច្រើនតម្រៀបតាមផ្លូវរត់ដែលត្រូវបានគ្រប់គ្រងពេលវេលាយ៉ាងត្រឹមត្រូវដោយកម្មវិធី Digital Magnetic ទាំងនេះបង្កើតវាល Magnetic ផ្លាកទីដែលទាញនឹងរុញឧបករណ៍ភ្ជាប់យន្តហោះឲ្យវាបង្កើតល្បឿនតាមផែនការដែលបានកំណត់នៅពេលយន្តហោះឈានដល់ល្បឿនសម្រាប់ហោះឡើងប្រហែល155ម៉ាយក្នុង1ម៉ោងគឺប្រមាណប្រហែល240គីឡូម៉ែត្រក្នុង1ម៉ោងឧបករណ៍នឹងបញ្ចេញយន្តហោះហើយវានឹងហោះឡើងពីលើនេះវាបន្ទាប់ពីបញ្ចេញយន្តហោះហើយឧបករណ៍រុញ Shuttle នឹងចោះចតបន្ថយល្បឿនដោយប្រើប្រព័ន្ធ Electromagnetic ហើយត្រឡប់ទៅទីតាំងដើមវិញដើម្បីត្រៀមការបង្ហោះយន្តហោះថ្មីបន្ទាប់អ្នកអាចសួរថាហេតុអ្វីបានជាកងទ័ពជើងទឹកជ្រើសរើសប្រព័ន្ធថ្មីដែលមានតម្លៃថ្លៃនេះជំនួសប្រព័ន្ធបង្ហោះដោយចំហាយទឹកដែលបានប្រើពីមុនយូរមកហើយចម្លើយគឺសាមញ្ញការបង្ហោះដោយ Electromagnetic ផ្ដល់ល្បឿនហើយហោះឡើងយ៉ាងទន់ភ្លន់ជួយកាត់បន្ថយសម្ពាធនិងការខូចខាតលើសំណង់យន្តហោះបើប្រៀបធៀបនឹងកម្លាំងខ្លាំងរបស់ប្រព័ន្ធចំហាយទឹកក្រៅពីនាវាផ្ទុកយន្តហោះអាមេរិកក៏ត្រូវការប្រព័ន្ធការពារមីស៊ីលចុងក្រោយ Terminal Air Defense ចំនួនច្រើនផងដែរកន្លងមកអាមេរិកបានដកប្រហែល 60% នៃប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនចេញពីកាតានៅមជ្ឈិមបូព៌ាដូច្នេះតើត្រូវដឹកជញ្ជូនមីស៊ីលប៉ុន្មានគ្រាប់ពីតំបន់ផ្សេងៗក្នុងពិភពលោកដើម្បីបំពេញការខ្វះខាតនេះចម្លើយគឺត្រូវបញ្ជូនយន្តហោះដឹកទំនិញធំៗជាច្រើនកងទ័ពអាមេរិកត្រូវការដឹកជញ្ជូនប្រព័ន្ធ Patriot ប្រហែល4ទៅ6បាក់តេរីនិងសមាសធាតុសម្រាប់បាក់តេរីទី3វាត្រូវការជើងហោះហើរដឹកទំនិញធ្ងន់ជាង300ជើងប៉ុន្តែមានចំណុចមួយដែលមនុស្សភាគច្រើនមិនបានកត់សម្គាល់គឺអាមេរិកត្រូវការយកមីស៊ីល Patriot ចាស់ៗចេញពីឃ្លាំងស្តុកនៅអាល្លឺម៉ង់និងជប៉ុនដើម្បីយកមកប្រើក្នុងស្ថានភាពនេះហេតុអ្វីបានជាត្រូវយកមីស៊ីលចាស់ៗមកប្រើព្រោះវាជាជម្រើសមានតម្លៃថោកនិងសមស្របសម្រាប់ប្រើប្រឆាំងនឹង drone Shahed រាប់ពាន់គ្រឿងរបស់អ៊ីរ៉ង់មេបញ្ជាការយោធាកំពុងរក្សាទុកមីស៊ីល PAC ស៊េរីចំនួនថ្មីសម្រាប់ប្រឆាំងនឹងគ្រាប់មីស៊ីលល្បឿនលឿនខ្ពស់និងមីស៊ីល ballistic ដូច្នេះយោធាកំពុងយកសម្ភារៈសម័យសង្គ្រាមត្រជាក់ចេញពីឃ្លាំងដើម្បីរក្សាទុកបច្ចេកវិទ្យាទំនើបសម្រាប់ការប្រឈមមុខសង្គ្រាមធំជាងនេះប៉ុន្តែនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកនឹងជាអ្នកចាប់ផ្ដើមវាយប្រហារមុនគេការវាយប្រហារនឹងមិនចាប់ផ្ដើមដោយយន្តហោះដែលមានមនុស្សបើកទេប៉ុន្តែចាប់ផ្ដើមទីសមុទ្រដោយការវាយប្រហារដែលមានភាពត្រឹមត្រូវខ្ពស់គោលដៅគឺសាមញ្ញបិទភ្នែករបស់សត្រូវគឺប្រព័ន្ធរ៉ាដានិងបិទសំឡេងរបស់ពួកគេគឺប្រព័ន្ធបញ្ជាការនិងគ្រប់គ្រងនៅឈុង Persian Gulf និងភាគខាងជើងសមុទ្រអារ៉ាប់នាវាពិឃាតទូភេទ Arleigh Burke ដូចជា USS Thomas Hoodner ទទួលបានបញ្ជាឲ្យបាញ់ប្រព័ន្ធបាញ់បញ្ឈរ Vertical Launch System នឹងបើកហើយភ្លាមៗនោះគ្រាប់មីស៊ីល Tomahawk Land Attack ច្រើន10គ្រាប់នឹងបាញ់ចេញពីលើនាវាគ្រាប់មីស៊ីលទាំងនេះហោះក្នុងល្បឿនលឿនខ្លាំងបន្តបត់តាមផ្ទៃដីហើយហោះទាបៗជិតផ្ទៃដីដើម្បីស្ថិតក្រោមជួរចាប់សញ្ញារបស់រ៉ាដា
មីស៊ីលទាំងនេះត្រូវបានកំណត់កម្មវិធីឲ្យអាចហោះរងចាំនិងវាយប្រហារអំពីតែមួយក្បាលគ្រាប់របស់វានឹងបុកជួលតំបន់រ៉ាដា S300 និង S400 ព្រមទាំងបន្ទប់បញ្ជាការបង្កការខូចខាតដល់ប្រព័ន្ធការពារអាកាសរួម Integrated Air Defense System វាធ្វើឲ្យបង្កើតច្រកសុវត្ថិភាពសម្រាប់យន្តហោះបើកបរដែលកំពុងហោះតាមពីក្រោយតែប៉ុន្មាននាទីប៉ុណ្ណោះខណៈពេលដែលមីស៊ីល Tomahawk កំពុងវាយប្រហារយើងហោះហៅយន្តហោះដែលមានសមត្ថភាពលាក់ខ្លួនខ្ពស់របស់កងទ័ពអាកាសអាមេរិកក៏បានចូលជ្រៅទៅក្នុងដែនអាកាសសត្រូវរួចទៅហើយនេះគឺយន្តហោះបំបង្កាយ B2 Spirit ខាងអ៊ីរ៉ង់វិញក៏មានយុទ្ធសាស្ត្រវាយតបផងដែរយុទ្ធសាស្ត្រដំបូងនិងល្បីបំផុតគឺការវាយប្រហារជាក្រុមធំកងទ័ពជើងទឹករបស់ក្រុមឆ្មាំបដិវត្តអ៊ីស្លាមគឺ Islamic Revolutionary Guard Corps ឬពីកាត់ IRGC មានទូកល្បឿនលឿនតូចៗរាប់រយគ្រឿងបំពាក់ដោយកំភ្លើងធំរ៉ុកកែតនិងមីស៊ីលប្រឆាំងនាវាយុទ្ធសាស្ត្រនេះសាមញ្ញប៉ុន្តែគ្រោះថ្នាក់ខ្លាំងជំនួសឲ្យវាយប្រហារនាវាពិឃាតអាមេរិកមួយទល់មួយដែលពួកគេគិតថាចាញ់ជាក់ស្ដែងពួកគេនឹងបញ្ជូនទូកតូចៗជាច្រើនគ្រឿងចេញពីគ្រប់ទិសដៅខនពីលតែមួយគោលបំណងគឺធ្វើឲ្យប្រព័ន្ធការពាររបស់នាវាអាមេរិកដូចជា Phalanx មិនអាចតាមដាននិងបំផ្លាញគោលដៅទាំងអស់បានក្នុងពេលតែមួយដោយបង្កើតគោលដៅច្រើនជាងសមត្ថភាពការពាររបស់នាវាយុទ្ធសាស្ត្រទី2ដាក់មីននៅច្រកសមុទ្របន្ទាប់មកគឺឃាតករសម្ងាត់គឺការដាក់មីននៅច្រកសមុទ្រ Hormuz នេះជាចំណុចសំខាន់បំផុតក្នុងការដឹកជញ្ជូនប្រេងរបស់ពិភពលោកអ៊ីរ៉ង់មានមីនសមុទ្ររាប់ពាន់គ្រាប់រួមទាំងមីនឆ្លាតវៃដែលអាចស្ដាប់សំឡេងពិសេសរបស់នាវាសត្រូវក្នុងករណីមានសង្គ្រាមអ៊ីរ៉ង់អាចប្រើនាវាមួយទឹកទូកតូចៗឬសូម្បីតែបំលែងនាវាពាណិជ្ជកម្មឲ្យមើលទៅដូចស៊ីវិលដើម្បីដាក់មីនចូលទៅក្នុងផ្លូវដឹកជញ្ជូនគោលដៅមិនមែនតែយោធាទេប៉ុន្តែជាសេដ្ឋកិច្ចផងដែរវាអាចរារាំងកងទ័ពជើងទឹកអាមេរិកមិនឲ្យធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពហើយធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងខ្ពស់ភ្លាមៗបង្កការប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរដល់អាមេរិកនិងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រទី3តំបន់សម្លាប់ឬ Kill Zone បន្ទាប់មកគឺអត្ថប្រយោជន៍ផ្នែកភូមិសាស្ត្រដោយប្រើមីស៊ីលបាញ់ពីឆ្នេររបស់អ៊ីរ៉ង់មានភ្នំនិងដីខ្ពស់ៗដែលល្អសម្រាប់លាក់ឧបករណ៍បាញ់មីស៊ីលចល័តអ៊ីរ៉ង់ក៏ប្រើយុទ្ធសាស្ត្របាញ់ហើយផ្លាស់ទីដោយប្រើរថយន្តដឹកមីស៊ីលនិងមីស៊ីល ballistic បន្ទាប់ពីបាញ់មីស៊ីលហើយពួកគេនឹងផ្លាស់ទីភ្លាមៗទៅកន្លែងលាក់ថ្មីមុនពេលអាមេរិកអាចវាយតវិញបានវាធ្វើឲ្យតំបន់ឈោងសមុទ្រក្លាយជាតំបន់គ្រោះថ្នាក់ដែលនាវាអាមេរិកស្ថិតក្រោមការគំរាមកំហែងជានិច្ចពីការបាញ់មីស៊ីលពីលើដីដោយគ្មានកន្លែងលាក់ខ្លួនសុវត្ថិភាពយុទ្ធសាស្ត្រទី4ការគំរាមកំហែងដោយវាយលុកពីការលាក់ខ្លួន ambush ដោយនាវាមួយទឹកតូចៗឈូងសមុទ្រ Persian មានទឹករាក់ជាងដែលគេគិតថាធ្វើឲ្យនាវាមួយទឹក nuclear ធំៗរបស់អាមេរិកពិបាកប្រតិបត្តិការប៉ុន្តែបរិយាកាសបែបនេះវិញសមស្របខ្លាំងសម្រាប់នាវាមួយទឹកម៉ាស៊ីនម៉ាស៊ូតអគ្គិសនីតូចៗរបស់អ៊ីរ៉ង់ដូចជាប្រភេទ Ghedar class នាវាមួយទឹកតូចៗទាំងនេះអាចស្ថិតនៅស្ងៀមស្ងាត់នៅបាតសមុទ្ររងចាំគោលដៅឆ្លងកាត់ខាងលើមុននឹងបាញ់តពីដូវាជាយុទ្ធសាស្ត្រវាយលុកដោយភ្ញាក់ផ្អើលដែលមានគោលបំណងបំផ្លាញគោលដៅសំខាន់ៗដូចជានាវាផ្ទុកយន្តហោះ aircraft carrier ឬនាវាពិឃាត destroyer ខណៈពេលដែលពិបាករកឃើញដោយប្រព័ន្ធ sonar ដោយសារតែទំហំតូចនិងសម្លេងរំខានទាបនាវាមួយទឹកប្រភេទ Ghedar class ពិបាកឲ្យសត្រូវរកឃើញពួកវាអាចទៅលាក់ខ្លួននៅតំបន់យុទ្ធសាស្ត្រសំខាន់ៗជាពិសេសនៅចំណុចចង្អៀកសមុទ្រដូចជាច្រកសមុទ្រ Hormuz ដែលជាចំណុចដឹកជញ្ជូនសំខាន់ដោយរងចាំវាយលុកពីការលាក់ខ្លួននៅតំបន់ដែលគេរំពឹងថានាវាផ្ទុកយន្តហោះនឹងឆ្លងកាត់នាវាមួយទឹកប្រភេទផ្សេងៗអាចបាញ់តបេដូជាក្រុមសម្ដៅលើផ្នែកខាងក្រោមនាវានិងប្រព័ន្ធម៉ាស៊ីនជំរុញរបស់នាវាផ្ទុកយន្តហោះអាមេរិកបើការបាញ់តបេដូជោគជ័យវាអាចធ្វើឲ្យប្រព័ន្ធដំណើរការលើដំបូលហោះហើរ flight deck របស់នាវាផ្ទុកយន្តហោះឈប់ដំណើរការដែលនឹងកាត់បន្ថយសមត្ថភាពរបស់កងទ័ពជើងទឹកអាមេរិកក្នុងការប្រើអំណាចអាកាសនៅតំបន់នោះយ៉ាងខ្លាំងបន្ថែមពីនេះនាវាមួយទឹកទាំងនេះអាចដាក់មីនក្រោមទឹកនៅតាមផ្លូវសមុទ្រសំខាន់ៗដើម្បីបង្ខំឲ្យនាវាចម្បាំងអាមេរិកចូលទៅក្នុងតំបន់វាយលុកដែលបានរៀបចំទុកជាមុនដែលបន្ទាប់មកអាចត្រូវបានវាយប្រហារដោយមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់បន្ថែមទៀតយុទ្ធសាស្ត្រទី5ការគំរាមកំហែងពីលើអាកាសសង្គ្រាមដ្រូនមិនអាចមើលរំលងការគំរាមកំហែងពីលើអាកាសបានទេអ៊ីរ៉ង់បានវិនិយោគយ៉ាងខ្លាំងដើម្បីក្លាយជាប្រទេសមានអំណាចដ្រូនធំមួយនៅមជ្ឈមបូព៌ានៅក្នុងសង្គ្រាមពួកគេអាចប្រើយន្តហោះគ្មានមនុស្សបើក UAV មិនត្រឹមតែសម្រាប់សង្កេតការណ៍ប៉ុណ្ណោះទេប៉ុន្តែប្រើជាអាវុធបាញ់បំផ្លាញដោយខ្លួនឯង suicide drones ផងដែរយុទ្ធសាស្ត្រគឺបញ្ចេញដ្រូនជាច្រើនជាហោះទៅបុកតលើប្រព័ន្ធរ៉ាដានិងដំបូលហោះហើររបស់នាវាចម្បាំងអាមេរិកដែលជាផ្នែកសំខាន់និងងាយរងការខូចខាតគោលដៅគឺធ្វើឲ្យប្រព័ន្ធចាប់សញ្ញារបស់កងនាវាចម្បាំងខូចខាតនិងបញ្ឈប់ប្រតិបត្តិការហោះហើរដោយធ្វើឲ្យនាវាទាំងនោះងាយរងការវាយប្រហារដោយមីស៊ីលឥឡូវមកមើលយុទ្ធសាស្ត្រទី6កងនាវាអាមេរិកពឹងផ្អែកលើកំពង់ផែក្នុងប្រទេសបារ៉ែននិងការគាំទ្រពីអាកាសយានដ្ឋាននៅកាតាដើម្បីបន្តការប្រយុទ្ធអ៊ីរ៉ង់មានឃ្លាំងមីស៊ីល ballistic ធំបំផុតនៅតំបន់មជ្ឈិមបូព៌ាយុទ្ធសាស្ត្ររបស់ពួកគេរួមមានការបាញ់មីស៊ីលជាច្រើនលើទីតាំងថេៗដូចជាមជ្ឈមណ្ឌលបញ្ជាការនិងមូលដ្ឋានផ្គត់ផ្គង់គោលដៅមិនមែនត្រឹមបំផ្លាញអគារប៉ុណ្ណោះទេប៉ុន្តែដើម្បីកាត់ផ្តាច់ប្រេងឥន្ធនៈអាវុធនិងការគាំទ្របញ្ជាការដែលកងទ័ពជើងទឹកអាមេរិកត្រូវការដើម្បីបន្តការប្រយុទ្ធបើនាវាមិនមានកន្លែងចុកវាមិនអាចស្ថិតនៅក្នុងឈូងសមុទ្របានទេប៉ុន្តែបើអ៊ីរ៉ង់អាចធ្វើឲ្យនាវាផ្ទុកយន្តហោះអាមេរិកឈប់ដំណើរការតើអាមេរិកនៅអាចវាយបកបានទេចម្លើយគឺអាចបានការផ្ដោតតែទៅលើនាវាធំៗដែលចលនាយឺតគឺជាកំហុសសហរដ្ឋអាមេរិកនៅមានយុទ្ធសាស្ត្រសម្ងាត់មួយដែលមិនចាំបាច់រងចាំផ្លូវសមុទ្រច្បាស់លាស់ឡើយ
ទោះបីគ្មានក្រុមនាវាផ្ទុកយន្តហោះក៏ដោយអាមេរិកអាចបន្តវាយប្រហារយ៉ាងច្បាស់លាស់បានរយៈពេលជាច្រើនសប្តាហ៍នេះជាការងាររបស់បញ្ជាការវាយប្រហារយុទ្ធសាស្ត្រពិភពលោករបស់កងទ័ពអាកាសអាមេរិក Air Force Global Strike Command ពួកគេអាចដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធំៗ3ប្រភេទទៅកាន់គ្រប់ទីកន្លែងក្នុងពិភពលោកក្នុងរយៈពេលត្រឹម24ម៉ោងប៉ុណ្ណោះទី1គឺ B2 Spirit យន្តហោះលាក់ខ្លួនដែលអាចហោះចេញពីរដ្ឋ Missouri ទៅអ៊ីរ៉ង់ដោយមិនឈប់សម្រាកជ្រៀតចូលប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ដោយមិនត្រូវរកឃើញហើយបោះគ្រាប់បែកធំៗលើគោលដៅក្រោមដីជ្រៅទី2គឺ B1B Lancer ដែលគេស្គាល់ថា Bone វាជាយន្តហោះល្បឿនលឿនលើសសម្លេងដែលអាចផ្ទុកអាវុធបានច្រើនជាងយន្តហោះបំផ្ទុះគ្រាប់បែកអាមេរិកផ្សេងៗវាអាចហោះល្បឿនលឿននឹងទាបដើម្បីបាញ់មីស៊ីលឬគ្រាប់បែកបញ្ជាដោយផ្កាយរ៉ាណុកជាច្រើនដើម្បីបើកផ្លូវសម្រាប់កម្លាំងផ្សេងៗចុងក្រោយគឺ B52 Stratosphere ទោះបីវាមើលទៅចាស់ក៏មិនគួរមើលស្រាលដែរវាដែរតួដូចជារថយន្តដឹកមីស៊ីលហោះហើរដែលអាចបាញ់មីស៊ីលចម្ងាយឆ្ងាយ200គីឡូម៉ែត្រនៅក្រៅដែនសមត្ថភាពការពារអាកាសរបស់អ៊ីរ៉ង់ឥឡូវមកមើលថាវាដំណើរការយ៉ាងដូចម្ដេចការវាយប្រហារដំបូងគឺផ្លាយយន្តហោះលាក់ខ្លួន BP Stealth ហោះចូលទៅបំផ្លាញប្រព័ន្ធការពារអាកាសសំខាន់ៗដែលមានតម្លៃខ្ពស់ដូចជា F400 Triumph និងមីស៊ីលពីលើដីទៅលើអាកាសផ្សេងៗដោយប្រើសមត្ថភាពលាក់ខ្លួនរបស់វាដើម្បីធ្វើឲ្យប្រព័ន្ធទាំងនោះអសកម្មបន្ទាប់មក B1 Lancer នឹងហោះក្នុងកម្ពស់ទាបខ្លាំងទៅកាន់គោលដៅសត្រូវដើម្បីបំផ្លាញកាំភ្លើងប្រឆាំងយន្តហោះនិងមីស៊ីលប្រព័ន្ធចាស់ៗវាជួយបើកផ្លូវឲ្យយន្តហោះធម្មតាផ្សេងៗក្រោយពីផ្លូវត្រូវបានសម្អាតរួច B52 Stratofortress អាចហោះចូលទៅបំផ្លាញហេដ្ឋារចនាសំខាន់ៗដោយមិនប្រឈមការគំរាមកំហែងពីអាវុធប្រឆាំងយន្តហោះដូចមុននេះហើយជាមូលហេតុដែលត្រូវការទាំង B2 លាក់ខ្លួននិងយន្តហោះបំផ្ទុះគ្រាប់បែកធម្មតាព្រោះបច្ចុប្បន្នមានតែប្រហែល19គ្រឿងប៉ុណ្ណោះនៃ B2 Spirit កំពុងបម្រើការងារ